រឿងកូនកតញ្ញូនិងឪពុកចុងចិត្តអាក្រក់កាលពីព្រេងនាយនៅភូមិដាច់ស្រយាលមួយមានកុមារដ៏ឧស្សាហ៍ម្នាក់ឈ្មោះថាសុខាជាក្មេងកំព្រាឪពុករស់នៅជាមួយម្ដាយនិងឪពុកចុងម្នាក់ឈ្មោះតាខេមជាមនុស្សខ្ជិលច្រអូសចូលចិត្តតែផឹកស្រានិងលេងល្បែងមិនដែលជួយរកស៊ីចិញ្ចឹមគ្រួសារឡើយផ្ទុយទៅវិញគាត់តែងតែបង្ខំឲ្យសុខាទៅធ្វើការស៊ីឈ្នួលគេតាំងពីព្រលឹមទល់ព្រលប់សុខាបានត្រឡប់មកពីធ្វើការវិញដោយទឹកមុខអស់កម្លាំងក្នុងដៃមានប្រាក់តែបន្តិចបន្តួចប៉ុណ្ណោះដែលបានពីការលក់អស់គ្រាន់តែមកដល់ផ្ទះភ្លាមតាខេមបានស្ទុះមកឆែកឆេររកប្រាក់សុខាថ្ងៃនេះឯរលុយបានប៉ុណ្ណឹងទេយកមកឲ្យអញទៅទិញស្រាឥឡូវនេះពុកលុយនេះខ្ញុំទុកទិញអង្គឲ្យម៉ែមិនទាន់បានហូបបាយទេតាខេមទាញយកលុយហើយធាក់សុខាមួយជើងរឿងរបស់វាបើឯងមិនរលុយមកឲ្យអញទេចេញពីផ្ទះអញទៅតាខេមបានបណ្ដេញសុខាចេញពីផ្ទះទាំងយប់ធ្វើឲ្យសុខាដើរយំកាត់ព្រៃតែម្នាក់ឯងសុខាបានទៅអង្គុយយំនៅក្រោមដើមឈើធំមួយស្រាប់តែមានលោកតាជារាម្នាក់ស្លៀកពាក់ដាច់រហែកដើរចូលមកសុំចំណីចៅអើយតាឃ្លានណាស់មានអីឲ្យតាស៊ីបន្តិចទេទោះបីសុខាឃ្លានយ៉ាងណាក៏ដោយក៏ចិត្តរបស់គេនៅតែអាណិតលោកតាគេបានយកបាយកកដែលនៅសល់ក្នុងកញ្ចប់មកជូនលោកតាពិសាចុះខ្ញុំមានតែប៉ុណ្្នឹងទេក្រោយពីពិសារួចលោកតាក៏ញញឹមហើយរាងកាយរបស់គាត់ក៏ភ្លឺចាញ់ចាំងគាត់មិនមែនជាមនុស្សធម្មតាទេតែជាទេវតារក្សាព្រៃសុខាចៅជាក្មេងល្អនឹងកតញ្ញូណាស់តានឹងឲ្យក្របពូជនេះទៅចៅយកទៅដាំដុះមុខផ្ទះចោះវានឹងជួយចៅមិនខានសុខាបានត្រឡប់ទៅផ្ទះវិញហើយលួចដាំក្របពូជនោះនៅគៀនរបងមិនយូរប៉ុន្មានវាបានដុះជាដើមល្ពៅដ៏ធំមួយដែលមានផ្លែតែមួយគត់ប៉ុន្តែផ្លែនោះធ្ងន់ខុសពីធម្មតាពេលសុខាពុះផ្លែល្ពៅនោះស្រាប់តែមានពន្លឺពណ៌មាសចាំងភ្នែកខាងក្នុងពោពេញទៅដោយមាសនិងត្បូងពេជ្រជាច្រើនសុខានិងម្ដាយសប្បាយចិត្តខ្លាំងណាស់ពួកគេបានយកមាសទៅសង់ផ្ទះថ្មីនិងទិញអាហារឆ្ងាញ់ពិសាតាខេមដែលត្រឡប់មកពីផឹកស្រាវិញឃើញសុខានិងម្ដាយមានបានក៏កើតចិត្តច្រណែនគាត់បានសួរដេញដោលរហូតដឹងរឿងតាខេមប្រញាប់រត់ចូលទៅក្នុងព្រៃដើម្បីរកលោកតាទេវតានោះគាត់បានឃើញលោកតាកំពុងអង្គុយតាខេមធ្វើពុតជាយំហើយនិយាយកុហកលោកតាខ្ញុំឃ្លានណាស់ជួយឲ្យក្របពូជមាសមកខ្ញុំមួយមកលោកតាដឹងចរិតរបស់តាខេមច្បាស់តែគាត់នៅតែឲ្យក្របពូជមួយទៅយកទៅចោះតែចាំថាផលដែលទទួលបានគឺអាស្រ័យលើអំពើដែលឯងបានសាងតាខេមត្រឡប់មកផ្ទះវិញដាំក្របពូជនោះហើយថែទាំយ៉ាងល្អព្រោះចង់បានមាសពេលវាផ្លែភ្លាមគាត់មិនឲ្យសុខាឬប្រពន្ធប៉ះពាល់ឡើយគាត់បិទទ្វារជិតហើយពុះផ្លែល្ពៅនោះតែម្នាក់ឯងមាសទាំងអស់នេះជារបស់អញជំនួសឲ្យមាសពេជ្រស្រាប់តែមានសត្វក្អែបនិងពស់រាប់រយក្បាលវាចេញមកខំតាខេមពេញខ្លួនតាខេមស្រែកយោយដោយការឈឺចាប់ហើយរត់ចេញពីផ្ទះបាត់ទៅមិនហ៊ានត្រឡប់មកវិញឡើយក្រោយពេលឪពុកចុងចិត្តអាក្រក់រត់បាត់ទៅសុខានិងម្ដាយបានរស់នៅយ៉ាងមានក្តីសុខដោយប្រើប្រាស់ទ្រព្យសម្បត្តិដែលបានពីភាពសុចរិតរបស់ខ្លួនដើម្បីជួយអ្នកក្រីក្រក្នុងភូមិបន្តទៀតភាពស្មោះត្រង់និងចិត្តល្អរបស់សុខានាំមកនូវទ្រព្យសម្បត្តិនិងក្តីសុខ
ភាពលោភលន់និងចិត្តអាក្រក់របស់តាខេមនាំមកនៅទុក្ខទោសដល់ខ្លួនឯងភាពកតញ្ញូកូនដែលចេះជួយឪពុកម្ដាយនិងចែករំលែកដល់អ្នកដទៃតែងតែមានទេវតាថែរក្សាសូមអរគុណចំពោះការទស្សនាបើពេញចិត្តរឿងនេះកុំភ្លេចចុច like និង Subscribe ដើម្បីទទួលបានរឿងនិទានថ្មីៗបន្តទៀតជួបគ្នានៅវីដេអូក្រោយ